ចាថ្ងៃនេះជួបជាមួយនឹងខ្ញុំលក្ខណៈនៅក្នុងប្រទេសជប៉ុនទៀតហើយថ្ងៃនេះមកបង្ហាញបងប្អូនអំពីវិធីដែលនេះខ្ញុំធ្វើជ្រក់ខ្ទឹមងាយៗហើយមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនចាចំណាយពេលតែ3-4ថ្ងៃបានជ្រក់ខ្ទឹមឆ្ងាញ់នេះនៅខាងស្រុកខ្មែរគេហៅខ្ទឹមជ្រក់ខៀវបងប្អូនចាទុកឡើងដុះចេញស្លឹកមកស្វាមីនេះខ្ញុំក៏ទិញបានប្រហែលជា2-3គីឡូហើយនេះទឹកខ្មេះងាយស្រួលចាយើងយកទៅដាក់ជាមួយនឹងគ្រឿងសមុទ្រចាត្រីសាម៉ុនធ្វើបាយស៊ូស៊ីអីក៏ឆ្ងាញ់ដែរចាហើយប៉ុន្តែថ្ងៃនេះគឺយើងយកមកប្រើជាជ្រក់ខ្ទឹមតែម្ដងចាចង់ធ្វើជ្រក់បន្លែជ្រក់បាយស៊ុបអីញ៉ាំបានភ្លាមតែម្ដងប៉ុន្តែបើសិនជាខ្ទឹមចាដែលវាមានជាតិហាងអីចឹងណាគឺយើងត្រូវទុកវានៅក្រៅទូទឹកកកប្រហែលជា3-4ថ្ងៃឲ្យជូរចូលជាតិសិនណាបានយើងដាក់ចូលទៅក្នុងទូទឹកកកទុកញ៉ាំបានយូរហ្មងចាកែវ1គីឡូនេះគឺល្មមជាមួយនឹងទឹកខ្មេះ1លីត្រកន្លះហើយនេះខ្ញុំដាក់ប៉ុណ្ណឹងបកខ្ទឹមបានតែប៉ុណ្្នឹងទេពីអ្នកប្តីប្រពន្ធខំប្រឹងបកទាំងយប់ហ្មងព្រោះយកមកទុកយូរហើយអត់មានពេលធ្វើឡើងខ្ទឹមដុះចេញឡើងចង់ពណ៌ខៀវហើយបានយើងចាប់ផ្ដើមដាក់នឹងចាទឹកខ្មេះងាយស្រួលនេះវាអត់មានក្លិនឆួលអីទេចាដាក់ទៅគឺធ្វើជ្រក់ចេញមកឡើងឈ្ងុយឆ្ងាញ់ហ្មងមានរសជាតិជូរផ្អែមប្រៃហើយស្រេចពេលខ្លះនេះខ្ញុំចូលចិត្តធ្វើជ្រក់ខ្ទឹមសយើងហ្នឹងណាចាត្រាំតែ2-3ថ្ងៃ3-4ថ្ងៃទៅវាចូលជាតិហើយចាំយើងដាក់ចូលទូទឹកកកញ៉ាំបានយូរមែនតើជ្រក់ម្ទេសចាក៏ដូចជាជ្រក់ខ្ញីចាអូនិយាយទៅឆ្ងាញ់ឲ្យតែហាន់ខ្ញីអីឲ្យស្ដើងចាត្រាំតែមួយយប់ពីរយប់បានញ៉ាំហើយចាទឹកខ្មេះងាយស្រួលនេះគឺជាជំនួយការពិសេសរបស់ស្ត្រីមេផ្ទះនៅជប៉ុនណាចាធ្វើដោយអ្នកជំនាញតែម្ដងទោះបីជាយើងអត់ចេះធ្វើម្ហូបអីយកទៅប្រើចាតាមមុខម្ហូបមួយធ្វើញោមធ្វើភ្លីអីក៏បានដែរចាដាក់លាយរសជាតិតាមដែលយើងចូលចិត្តណាហើយយើងយកទៅធ្វើជាទឹកត្រីកោះកុងអីលាយទៅក្នុងនឹងបានទៀតចាហើយយើងឆ្នៃអញ្ចឹងណាបងប្អូននេះដាក់3-4យប់គឺយើងបានរសជាតិបែបហ្នឹងហើយបងប្អូនមិនបាច់ធ្វើតាមនេះខ្ញុំដាក់ចានចូលទៅដើម្បីកុំឲ្យខ្ទឹមហ្នឹងមិនដែលមកខ្លាចវាខូចចាបើបងប្អូនមានឈើមានអីក៏ដាក់ខ្លួនឯងទៅប៉ុន្តែនឹងខ្ញុំនៅជប៉ុននេះមានជាចកឈើដែរតែអត់ហ៊ានដាក់ទេចាខ្លាចវាចេញជាតិមកចេញអីផ្សេងអញ្ចឹងនឹកឃើញថាចាននេះល្អដែរយកទៅត្រាំអញ្ចឹងបដ ாய் ទៅនិយាយទៅឲ្យតែធ្វើជ្រក់លើកណាបើមិនប្រើចានគឺប្រើកែវដើម្បីរុញញាត់វាទៅខាងក្រោមចាឲ្យវាលិចចូលទៅក្នុងទឹកខ្មេះងាយស្រួលហ្នឹងចាដាក់1គីឡូនេះគឺដួសមកអូញ៉ាំឡើងកន្លះចានចកឆ្ងាញ់ញ៉ាំជក់មាត់ជូរប្រៃផ្អែមឆ្ងាញ់ចូលជាតិឡើងស្រួយសឹបហ្មងហើយខ្ទឹមនេះគឺនៅសល់ចាំវាមានដុះឬដុះអីទុកយកទៅដាំខ្លះមិនដឹងថាដាំដុះឬកុំដុះទេមិនដឹងរបៀបគេដាំដែរហ្នឹងបងប្អូនតែទិញមកច្រើនពេកដល់ពេលចឹងហើយយកទៅទុកដាំនេះស្វាមីនេះខ្ញុំចាមើលផ្កាកលាបយើងឆ្នាំនេះចេញបានគួរសមដែរបានច្រើនហើយស្វាមីនេះខ្ញុំគាត់អ្នកថែជីដាក់ជីទឹកឲ្យហើយបាញ់ spray បានតែម្ដងគត់ចឹងបានផ្កាមកយ៉ាងធំហើយស្អាតហើយផ្កាកលាបហ្នឹងនាងខ្ញុំជាអ្នកកាត់មែកវាកាលពីមុនរដូវរងាកាត់ឡើងអស់ចាកាលណាកាត់សម្អាតមែកស្អាតអញ្ចឹងយើងបាញ់ spray ទុកចោលមួយសាណាដើម្បីកុំឲ្យវាឆ្លងមេរោគកាត់មេរោគអីចឹងណាហើយដល់ចូលដល់ខែក្តៅគឺចេញត្រួយចេញអីមកយើងបាញ់ spray មួយសាទៀតទៅគឺបានផ្កាល្អហ្មងអញ្ចឹងមួយឆ្នាំយ៉ាងហោចណាស់បាញ់ spray 2 ដងហើយដើមតាពាំងបាយជូររបស់យើងនៅសួនហ្នឹងគឺដាំដាក់ផាំងទេបងប្អូនចាចេញតែត្រួយមកនឹងអែបហ្នឹងចាតន្តិចទៀតហ្នឹងតកៅស៊ីពេញហ្នឹងព្រោះអីមានតកៅមកតោងដើមក្រូចចាតកៅហ្នឹងតកៅក្រូចធំណាហើយវាក៏ទុំនៅដើមតាពាំងបាយជូរស៊ីស្លឹកខ្ទេចហើយនេះគឺផ្លែ strawberry ដែលយើងដាំនៅសួនផ្លែក្រោយផ្ទះចាបេះប្រមូលបានមួយសាបានប៉ុណ្ណឹងបេះម្ដងមកកញ្ចែងមកហើយផ្លែគេតូចដាំទុកចោលដែរនោះបងប្អូនបានផលញ៉ាំដែរហើយសួនចាអស់ពីផ្កាមួយទៅផ្កាមួយចូលដល់ផ្កាជីស័យផ្កាអីចឹងណាចាវគ្គកលាបគឺរីកកលាបចឹងមកចាកលាបនេះស្អាតណាហើយឈ្ងុយតិចចាអរគុណបងប្អូនដែលតែងតែចូលចិត្តវីដេអូរបស់នាងខ្ញុំចាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ